អូខេទស្សនិកអ្នកនរគ្នាបាទឥឡូវយើងជួបគ្នានៅក្នុងវីដេអូថ្មីអឺព្រោះនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកអំពីរបៀបនៃការប្រើប្រាស់ tool សម្រាប់ការរកម៉ោង YouTube ណានេះគឺជា tool watch time ហើយនិង tool view បាទក្នុង tool នេះគឺខ្ញុំទៅតែធ្វើឲ្យទៅហើយ version 1.1.0 ណា1.0 ចឹងចំពោះឈុតនេះយើងមានមុខងារអឺមានពីរមុខងារមុខងារទី1គឺយើងរកទៅលើ viewer មុខងារទី2យើងរកទៅលើ watch time ណានៅម៉ោងរបស់ YouTube ប៉ុន្តែនៅក្នុងមួយថ្ងៃយើងរកបានត្រឹមតែ300ម៉ោងឬក៏500ម៉ោងទេយ៉ាងច្រើនណាយើងអាចកំណត់លើនឹងបានទេចំពោះនៅក្នុង tool នេះគឺខ្ញុំមាន proxy មកជាមួយដែរចំពោះ proxy គឺយើងដាក់ចូលដើម្បីកុំឲ្យបាត់នៅ view ឬក៏បាត់នៅម៉ោងរបស់ channel របស់យើងអូខេអញ្ចឹងខ្ញុំនឹងប្រាប់ថា tool នេះគេប្រើប្រាស់ដល់របៀបណាអញ្ចឹងដំបូងយើងចូលទៅក្នុង Google Chrome ដើម្បីទៅយក link ដើម្បីទៅយក link YouTube មួយអូខេឥឡូវខ្ញុំសុំយក link channel នេះ channel នេះមួយចុះឧទាហរណ៍ណាអូខេអញ្ចឹងយើង copy មកហើយយើងចូលមកក្នុងចាំតិចអូខេយើងចូលមកក្នុង tool របស់យើងនៅកន្លែងនេះគឺយើងអាចផាសតែម្ដងចឹងបានទៅណាគឺ tool យើងអត់រ៉ាន់វីដេអូនឹងចូលទេគឺយើង copy ផាសចឹងក៏អត់បានដែរទើបយើងចុចពាក្យថា link វីដេអូយើង copy ពី Google Chrome ហើយចុចពាក្យថាផាស link វីដេអូនេះមកគឺវានឹង run link នឹងចូលឆែប្រវត្តិហើយចំណែកមួយទៀតគឺយើងទៅរក proxy បាទនេះគឺជា proxy អញ្ចឹងបងប្អូនគ្រាន់ចុច import មកវានឹងរត់ទៅរកទីតាំង proxy កន្លែងណាដែលបងប្អូនដាក់ចាអញ្ចឹងចំពោះ proxy គឺខ្ញុំ free ឲ្យចំនួន30 proxy ណា IP អូខេចូលមកដល់បន្ទាប់ចំពោះនៅកន្លែងពាក្យថា number នេះគឺយើងកំណត់ការបើកទៅលើ browser ឧទាហរណ៍ Opera Firefox ឬក៏ Google Chrome ឥឡូវខ្ញុំសូមបើកទៅលើ Firefox អញ្ចឹង thích Firefox មកយើងដាក់ចង់បើកប៉ុន្មានផ្ទាំង5ដាក់5មកចង់ឲ្យវា start ម៉ោងយកប៉ុន្មានម៉ោងដាក់99ហើយ view ខ្ញុំដាក់99ដែរបាទតិចតែប៉ុណ្ណឹងមកយើងចុចពាក្យថា start ទៅគឺវាទៅហើយណាវានឹងរត់ទៅក្នុង proxy ហើយតែនៅដោយសារតែវា activate license key អញ្ចឹងទៅយើងបញ្ចូល key license សិនអូខេឥឡូវខ្ញុំសូមបញ្ចូល key បន្តិចអូខេសូមត្រឡប់មក tool វិញយើងផាស key ចូលមកអូខេផាស key ចូលទៅមកចុចពាក្យថា activate ហើយទៅពាក្យ activate ហើយយើងចុចពាក្យថា start អញ្ចឹងពេលណាដែល start នៅកន្លែងបានហើយវានឹងប្រសេះទៀងរត់ណាឥឡូវខ្ញុំ start បាទវា start ហើយមកហើយនេះបើកហ្នឹងយ៉ា sorry យើងកំណត់ចំនួនមែនបាទអូខេ start full យើងយកអូខេមកយកមកមើល browser របស់យើងវាកំពុងតែដំណើរការយ៉ាងអូខេអញ្ចឹងកន្លែងនេះគឺវាអាស្រ័យទៅលើ speed internet របស់យើងដែរណាបាទអញ្ចឹងវាបានប្រហែលគឺវាទៅ run ទៅមករហូតដល់ពេញចំនួន watch time របស់យើងបានកំណត់ហ្នឹងយើងកំណត់99គឺ watch time ឲ្យ99ណាហ្នឹងបានវាពេញអានេះបានវាឈប់ run នៅនេះបាទអូខេឥឡូវឧទាហរណ៍ថាយើងបាន run វា full ឬមកក៏យើងរងចាំដល់នាទីកំណត់របស់យើងហើយវិធីសាស្ត្របន្ទាប់គឺយើងចុចពាក្យថា stop ណាចុច stop ពេលនឹងធ្វើការបិទ browser នេះនឹង Google Chrome តែប្រព័ន្ធអញ្ចឹងចុច stop មកបាទអញ្ចឹងកន្លែងប្រសិទ្ធបាវាក៏មកវិញសារដើមដែរណាវា00អូខេឥឡូវវាធ្វើការហ្នឹងអញ្ចឹងវាដាក់ថា all browser close អញ្ចឹង browser ទាំងអស់ដែលយើងបានកំណត់មិញគឺវាបានបាត់ហើយក៏ចំនួន link វីដេអូហើយនឹងចំនួន Firefox Google Chrome អីគឺបាត់ដែរណាអូខេអញ្ចឹងចុច clear វាមកវាអស់ data ចាស់ activate key ម្ដងទៀតបាទអញ្ចឹងយើងទៅដាក់វីដេអូថ្មីយើងគ្រាន់តែ select នៅលើ Google Chrome
ចុចលើ Google Chrome យកវីដេអូណាមួយយើងចង់បានថែមយកឥឡូវវីដេអូយក short មកយកវីដេអូគេយកវីដេអូអត់ទេអូខេខ្ញុំយកចំណាយបដាល់នេះចុះស្បយកមកផាសវា copy វាណាទៅដូចមុនណាផាស link នៅនេះណាអត់មែន control V ណាចុច link វីដេអូនេះវាធ្លាក់ link ចូល file ប្រវត្តិហើយអញ្ចឹងកន្លែងនេះបើកាលណាយើងអត់ដាក់ proxy ចូលទេវាស្មើនឹងចាំតិចវាស្មើនឹង tool វាស្មើនឹង Google Chrome ហ្នឹងអត់ន័យវាបើកធម្មតាវាអត់ខនបងឲ្យទេគឺយើង import proxy ចូលណាហ្នឹងគឺតែញខ្ញុំទម្លាក់ proxy ឲ្យដាក់មួយឧទាហរណ៍មួយអញ្ចឹងណានេះបើកមក Google Chrome នេះលេខបានតែមួយណាបើ Chrome មកហើយយើងយកពេលថា start មើលប្រសេសបានវាដំណើរការហេ start តែប្រសេសបានដំណើរការឃើញទេអូខេអញ្ចឹង full successful ចុច OK មកហើយវានឹង tool វានឹង run ឲ្យយើងទៅមកទៅដល់ពេលណាដែលវាចាប់គឺវានឹង load សញ្ញា activate ប្រាប់យើងមកមួយវាដាក់ថា successful video ហើយនឹង successful នាទីយើងមកកំណត់ក្នុង view ហ្នឹងណាអូខេមើលចាប់យើង close វាមក close បាទចាំតិចអូខេ close ហើយយើង clear វាឲ្យស្អាតបាទចឹងមានតែប៉ុណ្្នឹងទេនៃការប្រើប្រាស់ tool ហើយចំពោះនៅកន្លែងនេះនៅកន្លែង check for update នេះក៏យើងមានcheck for update មកយើងបាន version ថ្មីអីគឺខ្ញុំនឹងតម្លាក់ឲ្យនៅនេះណាតម្លាក់ឲ្យមានអីណាគឺយើងនៅក្នុង group expand មកយើងមាន number group ទៅតែបង្កើតដែរទេណាអូខេអញ្ចឹងវីដេអូនេះដូចជាមានតែប៉ុណ្្នឹងអំពីការប្រើប្រាស់ tool ហើយខ្ញុំក៏កំពុងតែរៀបចំនៅ tool ថ្មីដូចគ្នាបាទគឺ tool សម្រាប់ការ post ទៅលើវីដេអូ YouTube TikTok តែប្រវត្តិណាគឺខ្ញុំកំពុងតែរៀបចំធ្វើវាអត់ទាន់ហើយទេអាចនឹង3ថ្ងៃទៀតអាចនឹង tool នេះវា success បាទកំពុងតែរៀប UI ស្អាតសិននឹងរៀបបានទៅធ្វើបាន 50% ទេ tool នេះនៅបន្ថែមមុខងារច្រើនទៀតណាបាទ review អីមើលតិចណានេះ browser select video ផុសទៅលើ TikTok YouTube ចំណងជើងអីចឹងមក hashtag មកលេខ Google Chrome នៅកន្លែងនេះដល់ពេលដែលយើងចុចទៅលើ Google Chrome មានពាក្យ add Chrome អីនេះយើងចង់ add ប្រហែល Chrome ឲ្យផុសចូលប្រហែល Chrome ហើយវាអាច select video បានផ្សេងគ្នាប៉ុន្តែអត់ទាន់ចេញជាផ្លូវការទេកំពុងតែធ្វើ UI អូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណចំពោះការទស្សនានៅវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបើសិនជាចង់ចេញ tool មួយនេះខ្ញុំមានលក់ណាអាចទៅមកខាងក្រោម link Telegram របស់ខ្ញុំបានបាទអរគុណ